ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំត្រូវឡើងទៅភ្នំពេញដើម្បីចូលរួមកម្មវិធីសិក្ខាសាលារបស់សាលាចំណែកសកម្មភាពមានអីខ្លះតោះតាមដានទស្សនាទាំងអស់គ្នាហើយនេះគឺជាវ៉ាន់ដែលខ្ញុំត្រូវដាក់ទៅគឺខ្ញុំត្រូវទៅរយៈពេល3ថ្ងៃប៉ុន្តែកម្មវិធីតែ1ថ្ងៃទេទៅហើយនឹងមក2ថ្ងៃទៀតបាទខ្ញុំដាក់ទៅប៉ុណ្ណឹងមានដាក់កុំព្យូទ័រដាក់អីទៅដែរអញ្ចឹងវារៀងច្រើនតិចស្ថាគារហើយនៅថ្ងៃស្អែកនឹងចាប់ផ្ដើមកម្មវិធីតាមអញ្ចឹងចាំចូលរួមតាមដានទាំងអស់គ្នាជាកន្លែងដេកគ្នាពេលនេះយើងចេញទៅហើយចេញទៅដើរលេងអ្នកក្រោយនេះគឺជាសកម្មភាពខ្លះៗនៅថ្ងៃទី1ដែលពួកយើងមកដល់ភ្លាមពួកយើងក៏បានទៅលេងមុខវាំងមកថតរូបលេងខ្លះៗប្រហែលជាមេឃល្ងិតបន្តិចពួកយើងបានដើរកម្សាន្តនៅឯមាត់ទន្លេបន្ទាប់ពីយើងបានដើរហត់ពួកយើងឃើញនំបញ្ចុកក៏បានចូលហូបម្នាក់មួយចានអ្នកគ្នានំបញ្ចុកគាត់លក់មួយចានត្រឹមតែ 4000 រៀលទេហើយបន្ទាប់ពីយើងហូបនំហើយយើងក៏ឡើងជិះទូកលេងបន្តិច
ថតរូបក៏ដូចជាទិញនំខ្លះញ៉ាំផងដែរ បាទនេះជាសកម្មភាពថ្ងៃទី 2 ដែលបន្ទាប់ពីពួកយើងបានដើរលេងនៅថ្ងៃទី 1 ហើយគឺពួកយើងបានចូលរួមក្នុងកម្មវិធីសិក្ខាសាលាតែម្ដងហើយខ្ញុំអត់សូវបានថតច្រើនទេនេះសកម្មភាពខ្លះៗនៅក្នុងនោះដែរមាននិស្សិតដែលមកពីសាកលវិទ្យាល័យផ្សេងៗដែលរៀនជំនាញកែច្នៃអាហារឬក៏ជំនាញកសិឧស្សាហកម្មដែលនៅក្នុងសាលាខ្ញុំហើយខ្ញុំក៏ជានិស្សិតរូបក្នុងជំនាញនោះដែរតែឥឡូវនេះខ្ញុំឆ្នាំទី 3 ហើយតពីចប់វគ្គទី 1 ហើយឥឡូវនេះដល់វគ្គហូបអាហារសម្រន់ហើយពួកយើងក៏បានមកអាហារសម្រន់មានច្រើនមែនទែនមានទាំងផ្លែឈើមានទាំងពីនំប៉ាំងសាំងវិចតាំងពីទឹកផ្លែឈើកាហ្វេក៏មានដែរនំខ្មែរក៏មានរួមចូលនៅក្នុងនោះដែរតពីពួកយើងបានហូបហើយពួកយើងចូលទៅក្នុងកម្មវិធីវិញស្ដាប់បទបង្ហាញជាបន្តទៀតនៅក្នុងសកម្មភាពនេះដែរខ្ញុំអត់សូវបានថតច្រើនទេមានតិចខ្លាំងមែនទែនបន្តមកក៏ចប់កម្មវិធីពួកយើងបានចេញមកចូលចាំឡានរបស់សាលាដើម្បីធ្វើដំណើរទៅវិញក៏ប៉ុន្តែអត់តាន់ទៅវិញភ្លាមទេដល់គ្នាពួកយើងក៏បានជាងចូលទៅទស្សនាសារមន្ទីរជាតិបន្តិចបន្តមកពួកយើងក៏ចេញពីនឹងទៅធ្វើដំណើរទៅសាកលវិទ្យាល័យជាតិមានជ័យនៅខេត្តបន្ទាយមានជ័យវិញនៅក្នុងសារមន្ទីរនេះដែរខ្ញុំអត់បានថតទេអ្នកគ្នាដោយសារតែពួកយើងជាងចូលទៅតែបន្តិចទេហើយនៅក្នុងសារមន្ទីរនេះផងដែរជនជាតិខ្មែរយើងគឺអស់ម្នាក់ត្រឹមតែ500រៀលតែប៉ុណ្ណោះថ្លៃសម្បត្តិតបពីខ្ញុំបានចូលមកផ្លេតហើយពួកយើងក៏ធ្វើដំណើរទៅកាន់សាកលវិទ្យាល័យវិញចុងក្រោយអរគុណអ្នកគ្នាក្នុងការតាមដានទស្សនាអរគុណជម្រាបលាពុកម៉ែបងប្អូនអ្នកគ្នាជួបគ្នានៅវីដេអូក្រោយ